បងប្អូនទាំងអស់គ្នាមានសង្កេតដូចខ្ញុំឯងខ្ញុំសង្កេតមើលអត្តចរិតឬក៏ទង្វើដែលជាក់ស្ដែងដែលយើងមើលឃើញរាល់ថ្ងៃហ៊ុនសែនសុកចិត្តបំផ្លាញជាតិឯងហ៊ុនសែនសុកចិត្តសម្លាប់ខ្មែរឯងដែលស្នេហាជាតិហ៊ុនសែនសុកចិត្តសម្លាប់វីរៈកងទ័ពដោយប្រយោលក៏មិនអោយខ្មែរអ្នកស្នេហាជាតិណាចូលកាន់កាប់តំណែងតួនាទីឬក៏បម្រើកិច្ចការងាររដ្ឋដែរអញ្ចឹងយើងគិតមើលទៅឲ្យលោកមន្ត្រីខ្មែរដែលនៅជាមួយលោកហ៊ុនសែនហ្នឹងចង់មិនចង់ក៏ហ៊ុនសែនកំចាត់ចោលនៅថ្ងៃណាមួយដែរខ្ញុំនិយាយហ្នឹងមិនមែនភាសាញុះញង់ទេព្រោះពួកអ ுக ្រិតជនឬក៏បេះដូងជាជនពាលវាមិនដែលទុកចិត្តមនុស្សស្លូតត្រង់ឬក៏មិនដែលខ្មែរយើងជាឈាមជ័រមួយចេះសន្តោសចេះប្រណីខ្មែរយើងជាឈាមជ័រមួយចេះមេត្តារវាងជាតិសាសន៍និងជាតិសាសន៍ខ្លួនឯងអញ្ចឹងពេលដែលវាប្រើខ្មែរហ្នឹងឲ្យសម្រាប់ខ្មែររួចមកវាឲ្យក៏វាទុកម្ដុំដែរនៅពេលដែលវាមើលទៅអំណាចវាមាំទាំរងថ្ងៃហ៊ុនសែនកំពុងត្រូវការអ្នកចេះដឹងឬក៏គណៈបកមួយចំនួនដែលវាគៀបសង្កត់ហ្នឹងយកទៅប្រើឲ្យគឺវាប្រើមានប្រយោជន៍ហើយវាត្រូវការរួមជាមួយដោយសារអីដោយសារតែរងថ្ងៃរង្គោះរង្គើមិនរង្គោះរង្គើមិនដីបាត់ទៅខាងនេះផងក្រតកម្មផងអីផងទប់ទល់មិនឈ្នះខ្លួនឯងចាស់ហើយហ្នឹងអញ្ចឹងហើយចង់ឲ្យមន្ត្រីក្រមអាវ៉ាតហ្នឹងចូលរួមសហការប៉ុន្តែខ្ញុំសូមផ្ដាំផ្ញើសារហ្នឹងទៅដល់មន្ត្រីក្រមអាវ៉ាតត្រូវដឹងថាហ៊ុនសែនមិនដែលចាត់ទុកពួកអស់លោកជាមនុស្សថ្លៃថ្នូរទេគ្រាន់តែទុកជាឈ្នន់ដើម្បីរក្សាអំណាចទេហើយបើសិនជាអំណាចនឹងការពារទឹកដីខ្មែរទៀតសោតអានឹងអត់បញ្ហាទេប៉ុន្តែអំណាចនឹងគឺបំផ្លាញខ្មែរបំផ្លាញអធិបតេយ្យជាតិរបស់ខ្មែរណាបំផ្លាញនៅមនុស្សជាតិសួរថាតើអស់លោកយកជំនឿនឹងទៅជឿលើលោកហ៊ុនសែនឬក៏ពូជហ៊ុននឹងបានកើតដែរអីមិនកើតទេនៅពេលដែលគេមានអំណាចពេញដៃនៅពេលដែលគេអស់ចាគេយកសៀមមកធ្វើជាទីប្រឹក្សាគេយកចិនអ៊ុក្រិតជនយកមកទីប្រឹក្សាគេយកយួនមកនៅក្នុងស្ថាប័នជាច្រើនអញ្ចឹងហើយសួរថាយើងជាខ្មែរថ្ងៃមុខធ្វើម៉េចថ្ងៃមុខត្រូវសំពះជនបរទេសហើយខ្លួនឯងជាម្ចាស់ទឹកដីពេលវេលានឹងប្រយ័ត្នហួសពេលអញ្ចឹងហើយចង់ឲ្យអ្នកដែលធ្វើការក្រមអាវ៉ាតរបស់តកូលហ៊ុននឹងគិតទាន់មានឱកាសផ្លាស់ប្ដូរឬក៏ទាមទារយកអធិបតេយ្យភាពរបស់ខ្មែរយើងមកវិញឈឺទេយើងជាខ្មែរឈឺទេនៅពេលដែលយើងខំសម្លាប់ខ្មែរគ្នាឯងដើម្បីបាយមកចង្អែតហ្នឹងហើយដល់ពេលទីបំផុតយើងត្រូវតែសំពះបរទេសទៀតខ្មាស់គេណាសេចក្តីថ្លៃថ្នូរនឹងមនសិការនៅក្នុងខ្លួនឪពុកម្ដាយបង្កើតមកមិនមែនឲ្យមកបង្កើតមកបែបថោកចឹងទេតម្លៃរបស់មនុស្សយើងជីវិតរបស់មនុស្សយើងសំខាន់កិត្តិយសជាតិយើងរឹតតែសំខាន់ទៅទៀតហើយបើថាពីមុនមិនមានឱកាសក្នុងការរើបំរាស់ឥឡូវដល់ពេលវេលាខ្ញុំជឿថាក្នុងតកូលហ៊ុនឬក៏ក្នុងបកពួកគណៈបកប្រជាជនពេលវេលានេះណាក៏គាត់អត់ទុកចិត្តគ្នាឯងដែរអញ្ចឹងហើយបងប្អូនកូនខ្មែរជាឈាមជ័ររបស់ខ្មែរនេះត្រូវដឹងថាពេលវេលានេះគេកំពុងតែក្តិចសាច់យើងប្រឡាក់អំបិលរាល់ថ្ងៃនេះមើលសៀមគេដាក់បោះបកគោលព្រំដែនដកបកគោលព្រំដែនទៅបើខាងយួនគេបញ្ជូនមនុស្សមកហើយគេជុះអាចជុះនោមឲ្យខ្មែរយើងផឹកបេះដូងយើងពេលវេលាហ្នឹងត្រូវតែងើបតស៊ូវិធីសាស្ត្រក្នុងការជួយជាតិឲ្យអំណាចអស់ហ្នឹងគេគ្មានតែយកឲ្យពួកបេះសាឡាប់ដូចខ្ញុំទេពួកអស់លោកអ្នកចេះហ្នឹងហើយអ្នកចាត់ចែងគ្រាន់តែអ្វីដែលខ្ញុំចង់បានហ្នឹងចង់បានតែអំណាចសម្រាប់ទឹកដីខ្មែរចង់បានអំណាចសម្រាប់ពលរដ្ឋខ្មែរហើយការពារដែនអធិបតេយ្យរបស់ខ្មែរហើយកុំមកធ្វើបាបខ្មែរអ្វីដែលពួកយើងចង់បានគឺចង់បានតែប៉ុណ្្នឹងទេ